ប្រិយមិត្តបងប្អូនចាជំរាបសួរថ្ងៃនេះមកបញ្ញែមបងប្អូនទៀតហើយគឺថាអូយនិយាយបដានឹងគឺថាចាំរសជាតិបដានឹងតែម្ដងបងប្អូនថ្ងៃនេះមកបញ្ញែមបងប្អូនគឺម្ហូបពិសេសម្ហូបខ្មែរសិតសាតតែម្ដងម្ហូបខ្មែរប្រចាំប្រវត្តិសាស្ត្របងប្អូនដឹងហើយគឺអ្វីទៅគឺប្រហុកបងទីចំហុយចាហើយប្រហុកនេះបងប្អូនប្រហុកត្រីស្រែខ្ញុំធ្វើខ្លួនឯងសុខសាន្តតែម្ដងបើកឡមកគឺថាបងប្អូនអូយឈ្ងុយពេញភូមិតែម្ដងមិនស្អុយឈ្ងុយបងប្អូនឈ្ងុយមែនហើយប្រហុកនេះមានឆ្អឹងសំបីតែបន្តិចដោយសារអីប្រលះយកអស់ហើយបងប្អូនកាលធ្វើបូមស្រះបូមអីហើយមកហើយហ្នឹងមិនមែនត្រីចិញ្ចឹមណាបងប្អូនមានស្រះនៅក្នុងស្រែហើយអញ្ចឹងដល់ពេលទឹកឡើងមកគឺថាស្រែត្រីចូលពេញស្រែហ្នឹងមកហើយនឹងពេញស្រះហ្នឹងទៅដល់រដូវប្រាំងអញ្ចឹងទៅបូមហើយបូមបានប្រហែលនេះហើយបូមផងអាស្រះគេនេះជាប់នឹងគេបូមដែរអញ្ចឹងទៅទិញពីគេខ្លះមានខ្លួនឯងខ្លះ20គីឡូបងប្អូនអើយជាអស់លីងយកទៅសាច់បានប្រហុកប្រហែលជា5គីឡូប៉ុណ្្នឹងឯងចាអូយលេបទឹកមាត់បងប្អូនអូយឆ្ងាញ់មែនតេនហ្មងហើយណាមួយខ្ញុំខានញ៉ាំប្រហុកមិនថាអីតែគ្រឿងផ្អាប់ចាមិនថាសៀងមិនថាប្រហុកឬក៏ទឹកត្រីទេគឺខានញ៉ាំប្រហែល 8-9 ឆ្នាំបងប្អូនដោយសារខ្ញុំប្រតិកម្មគ្រឿងផ្អាប់ allergy ដល់ពេលអញ្ចឹងក៏មិនដែលសូវហ៊ានមើលមួយគ្រឿងមហូបប្រហែលឯងមើលទៅវាស្រក់ទឹកមាត់ប៉ុន្តែឥឡូវហ្នឹងទ្រាំលេងបានបងប្អូនប្រហុកធ្វើខ្លួនឯងញ៉ាំបានអត់មានឈឺកអត់មានអីទេគឺថាខ្ញុំញ៉ាំបានតែម្ដងហើយចាក៏ឃ្លានខ្លាំងហើយទ្រាំបានទេមកប្រហុកហ្នឹងដាក់លក់តើប៉ុន្តែឥឡូវមានអីលក់នៅសាលតែមកកំប៉ុងមិញហ្នឹងគឺទុកហូបខ្លួនឯងហើយចង់សាកមើលថាតើហូបទៅមានប្រតិកម្មដូចមុនអត់មុនហូបអត់បានទេគ្រាន់តែហិតក្លិនហ្នឹងក៏ឈឺកចាញ់កទួលពេញមុខដែរប៉ុន្តែថ្ងៃនេះសាកលបងមើលមាននរណាបងប្អូនអូយបើកឡើងគឺថាអូយបាយមួយឆ្នាំងម្នាក់ឯងតែម្ដងចាហើយបងប្អូនឃើញហើយប៉ុកច្រាំសាច់ជ្រូកបងប្អូនម្ដងទៀតមិនមែនមកអ្នកអាជីពធ្វើម្ហូបទេណាបងប្អូនខ្ញុំតែនេះអីផុសអញ្ចឹងឯងអត់មានបរិមាណអីណានៃប្រាប់បងប្អូនទេគឺថាមកបញ្ញាយមកបងប្អូនគឺថាបញ្ញាយបងប្អូនសុខសាន្តមកអញ្ចឹងងាយស្រួលហើយគឺថាងាយទេប៉ុន្តែមហាសែនឆ្ងាញ់តែម្ដងឈ្ងុយឆ្ងាញ់ខ្លាំងណាស់បងប្អូនអើយហើយដល់ពេលអញ្ចឹងទៅសាច់ជ្រូក3ជាន់ក៏បានសាច់ជ្រូកលាយខ្លាញ់ក៏បានយកមកចិញ្ច្រាំទៅហើយតាមចំណង់ចំណូលចិត្តបងប្អូនណាមិនសូវចូលចិត្តខ្លាញ់ក៏បន្ថយទៅយើងយកតាសាច់3ជាន់នៅសម្ពោសាច់អីចឹងទៅប៉ុន្តែខ្ញុំឲ្យតែសាច់ជ្រូកច្រាំអញ្ចឹងខ្ញុំចូលចិត្តខ្លាញ់ច្រើនជាងសាច់អញ្ចឹងខ្ញុំយកសាច់3ជាន់នៅសម្ពោមើលសម្ពោខ្លាញ់ឬក៏យកសាច់លាយខ្លាញ់មកច្រាំអញ្ចឹងទៅសាច់ជ្រូកឲ្យម៉ត់ច្រាំប្រហុកឲ្យម៉ត់ហើយច្រាំចូលគ្នាហើយបងប្អូនឃើញហើយខ្ញុំដាក់មិញហ្នឹងគឺជ្រក់ខ្ទឹមដោយសារខ្ញុំអត់មានខ្ទឹមស្រស់បងប្អូនបើយកល្អខ្ទឹមស្រស់ហើយក៏បានអាកូនខ្ទឹមមើមកូនខ្ទឹមតូចហ្នឹងទៀតអូបងប្អូនអូយកមកដំពកហើយច្រាំឲ្យម៉ត់ហើយពាក់កណ្ដាលអញ្ចឹងទៅបងប្អូនច្រាំជាមួយសាច់ហើយទុកពាក់កណ្ដាលទៀតចាំរោយពីលើនៅពេលយើងចំហុយអើយឆ្ងាញ់ណាស់ចាប៉ុន្តែអ្វីត្បិតតែខ្ញុំអត់មានខ្ទឹមស្រស់ខ្ញុំដាក់ខ្ទឹមម្សៅខ្ទឹមដូចបងប្អូនខ្ញុំរោយម្សៅខ្ទឹមរោយតាន់ទីចេម្សៅខ្ទឹមហ្នឹងហើយបន្ទាប់មកអាដុំមិញដែលបងប្អូនឃើញហ្នឹងគឺខ្ទឹមជ្រក់ហ្នឹងឯងខ្ទឹមជ្រក់ដែលខ្ញុំធ្វើហ្នឹងបងប្អូនអូយឆ្ងាញ់ខ្លាំងមែនទែនហើយក្នុងខ្ទឹមជ្រក់ហ្នឹងវាមានជាតិក្រូចឆ្មាបងប្អូនក្រូចឆ្មាហើយនឹងទឹកខ្មេះហើយដល់ពេលយកមកធ្វើជាមួយប្រហុកនេះទៀតហេតុអីបានរសជាតិឆ្ងាញ់ខ្លាំងម្លេះលោកអូយនឹងហើយច្រាំប្រហុកច្រាំសាច់ជ្រូកលាយគ្នាអស់ហើយក៏ខ្ទឹមប៊ីចេងម្សៅខ្ទឹមប៊ីចេងស្ករបងប្អូនដាក់ទៅតាមបងប្អូនដែលចូលចិត្តបងប្អូនណាមិនសូវចូលចិត្តប៊ីចេងបងប្អូនដាក់បន្តិចបានហើយត្រូវតែដាក់ឲ្យប្រហុកហ្នឹងវាមានជាតិប្រៃដាក់ស្ករទៅហើយដាក់ប៊ីចេងបន្តិចទៅបានហើយដូចខ្ញុំចឹងខ្ញុំដាក់ប៊ីចេងបន្តិចទេដោយសារប្រហុករបស់ខ្ញុំហ្នឹងខ្ញុំដាក់បន្តិចដែរហើយលាយសាច់ជ្រូកច្រើនអញ្ចឹងវាអត់សូវប្រៃប្រហែលទេប៉ុន្តែយើងលួចប៊ីចេងបន្តិចបានហើយ
ចារួចចឹងទៅហើយច្រាមចូលគ្នាអស់ហើយនេះមកកូវីដវាយពងទាឬពងមាន់ចឹងទៅហើយចាខ្ញុំវាយនេះពងទាណាបងប្អូនដាក់កូវីដមួយម៉ាត់ខែបងប្អូននេះឆ្ងាញ់ពិសេសនឹងទៀតគឺស្បែកជ្រូកនឹងតែម្ដងបងប្អូនស្បែកជ្រូកបងប្អូនអាចច្រាំជាមួយគ្នានឹងសាច់ជ្រូកក៏បានបងប្អូនអាចដាក់ពាក់កណ្ដាលក៏បានដាក់ច្រាំជាមួយនឹងប្រហុកសាច់ជ្រូកនឹងជាមួយគ្នាហើយទុកខាងក្រៅតូចចឹងទុករយពីលើក៏បានដែរប៉ុន្តែខ្ញុំចូលចិត្តនេះអញ្ចឹងដល់ពេលយើងញ៉ាំទៅខំចំស្បែកជ្រូកដែលចំហុយហ្នឹងអូយឆ្ងាញ់ច្រាប់ឆ្ងាញ់ចាហើយស្លឹកខ្ទឹមគល់ខ្ទឹមហ្នឹងយើងដាក់ជាមួយនឹងរៀបចំដាក់អញ្ចឹងមកហើយរោយពីលើអញ្ចឹងមកអាស្លឹកខ្ទឹមហ្នឹងទុករោយតាមក្រោយចុងក្រោយណាបងប្អូនរៀបម្ទេសរៀបអីអញ្ចឹងមកហើយបើបងប្អូនមានខ្ទឹមស្រស់ដូចខ្ញុំនិយាយមិញអញ្ចឹងគឺថាខ្ទឹមស្រស់ហ្នឹងមកចាំហើយនេះរោយពីលើអញ្ចឹងមកហើយយកនេះដាក់រោយពីលើជាមួយម្ទេសហ្នឹងហើយយកទៅចំហុយអូយបងប្អូនសុំស្រាក់ទឹកមាត់តិចសិនអូយឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយធ្វើមកហូបហ្នឹងឯងនៅកូនពៅណាអាកូនពៅចំោះស្រួយរបស់ខ្ញុំហ្នឹងគឺថាអូយអំបិលម្ទេសហើយនឹងប្រហុកចំហុយពងទាហ្នឹងវាចូលចិត្តខ្លាំងណាស់គឺថាម្រាមដៃ10ខ្មែរណាញ៉ាំមិនទាន់កូនបរទេសមួយហ្នឹងទេចាប៉ុន្តែឥឡូវគេទៅសិក្សានៅខេត្តឆ្ងាយហើយបើឃើញខ្ញុំធ្វើមកហូបបែបហ្នឹងដឹងថាអូម៉ាម៉ាធ្វើឲ្យគេញ៉ាំដែរចឹងទៅតែបងប្អូនដឹងមិនអត់ដូចខ្ញុំនិយាយមិញអញ្ចឹងអាខ្ទឹមជ្រក់ដែលខ្ញុំដាក់ហ្នឹងណាវាមានជាតិក្រូចឆ្មាហើយនឹងទឹកខ្មេះហ្នឹងបងប្អូនមានណាកាន់តែធ្វើឲ្យពងទាហ្នឹងបងប្អូនមើលនេះសាច់ឡងថាឡងទុនហ្មងទុនដូចតៅហ៊ូនេះចឹងបងប្អូនដូចអាតៅហ៊ូគេហូបនេះហ៎ទុនឆ្ងាញ់មែនទែនបងប្អូនអើយទឹកមាត់ហៀខ្លាក់ដូចចូលសលេងម្ដាយហៀទឹកមាត់ម្ដាយក៏អាក្រក់ក្រៃម្លេះហ្នឹងហើយឥឡូវហ្នឹងមានអីប៉ុណ្ណឹងហើយរោយស្លឹកខ្ទឹមហ្នឹងទៅដល់ពេលដែលសាច់ជ្រូកឆ្អិនហើយខ្ញុំចំហុយប្រហែលប្រហែលជា35នាទីទៅ40នាទីហ្នឹងហើយឆ្អិនរួចរាល់ហើយបងប្អូនកុំបើកឲ្យសោះគឺថាអូយឈ្ងុយស្លាប់ហ្មងអូហើយមកកូនចានហ្នឹងមើលទៅដូចកូនចានតូចប៉ុន្តែធំគួរសមហើយបាយមួយឆ្នាំងបាយហ្នឹងដាំដាក់កម្ដៅបាយក្តាំងឡើងស្រួយខ្ញោកទៀតបងប្អូនអើយត្រសក់ខ្ចីមកអូយបងប្អូនបើមានពពាយទៀតណាមិនដឹងឆ្ងាញ់យ៉ាងណាយ៉ាងណីហើយម្ទេសអស់ហ្នឹងបងប្អូនម្ទេសកំអស់ហ្នឹងយកមកចុចមកនិយាយថាគ្មានអ្វីឆ្ងាញ់ជាងនឹងទៀតទេងាយទេប៉ុន្តែហេតុអីក៏ឆ្ងាញ់ម្ល៉េះម្ហូបខ្មែររបស់យើងហាដួសដាក់ចានមកត្រសក់មកបាយក្តាំងចាបញ្ញាមទៀតណាបងប្អូនគឺឆ្ងាញ់ខ្លាំងហើយបើកូនប្រុសនឹកឃើញដល់កូនពៅទៀតណាកូនពៅនៅជាមួយគ្នាទៀតមិនបាច់ទេទៅដើម2នាក់ម៉ែកូននឹងចែកដៃចែកជើងគ្នាមកបងប្អូនឆ្ងាញ់ទាំងអស់